បាទថ្ងៃនេះខ្ញុំមកពីស៊ីមរៀបហើយក៏ជីកាត់ហើយក៏ជីរដងហើយរដងជីកាត់ប៉ុន្តែថ្ងៃនេះទំនឹងមានពេលវេលាគ្រប់គ្រាន់ក៏ចូលមកក្រោមស្ពានធ្លាប់នៅពីលើស្ពានឲ្យបងប្អូនមើលទេខាងក្រោមស្ពានពិតជាអស្ចារ្យមែនទែនបើយើងនិយាយទៅមិននឹកស្មានថាដូនតារបស់យើងអាចនឹងលោកធ្វើអានឹងកើតណាហើយនេះគឺជាស្ពានមួយដែលកសាងនៅចំនួនប្របាទជ័យវរ្ម័នទី7ហើយបច្ចុប្បន្ននេះនៅក្នុងខេត្តឧត្តរមានជ័យហើយពីមុនយើងដឹងថាស្ពាននេះគឺមហានគររបស់យើងឆ្ពោះទៅខេត្តមួយខេត្តនគររាជសីមាដល់ឥឡូវហ្នឹងគេហៅថានៅក្នុងទឹកដីប្រជាណាចក្រថៃទេស្ពាននឹងដែលភ្ជាប់គ្នាទៅនឹងហើយគិតទៅតាំងពីចុងសតវត្សទី12ហើយការកសាងនៅចំនួនប្របាទជ័យវរ្ម័នទី7ហើយនៅពេលដែលយើងនិយាយអំពីមហាក្សត្រខ្មែរគឺនឹកឃើញដល់ប្របាទជ័យវរ្ម័នទី7ស្ដេចសង្គ្រាមព្រះមហាក្សត្រមួយដែលពូកែហើយបន្ទាប់មកទៀតបានចុះធ្លាក់មកហើយយើងឃើញមកពិតជាអស្ចារ្យមែនទែនធំមែនទែនហើយយើងគិតថាចំនួននោះមិនធម្មតាទេវាអត់មានគ្រឿងចាក់អីផ្សេងទេហើយចំនួននោះប្រហែលជាអត់មានកំណត់មួយចាក់ក្រាស់ស៊ីស្ដើងឬក៏ចាក់ស្ដើងស៊ីក្រាស់ស៊ីដែកស៊ីលីស៊ីហ៊ុនស៊ីបច្ចេកទេសស៊ីម៉ែតស៊ីទឹកស៊ីសំងស៊ីខ្សាច់អីទេមកទៅឃើញទេពួកគាត់គឺគ្មានអ្វីមួយដែលនេះគឺថាបច្ចេកទេសសុទ្ធហ្មងសិតតែចំណេះដឹងអានឹងសិតតែចំណេះដឹងវិស្វករហើយអាញាធរយើងគិតមើលទៅថាតើគូតែឆ្នៃអានឹងថ្លៃជាតំបន់ទេសចរបែបប្រវត្តិសាស្ត្ររបៀបណាពីព្រោះយើងឃើញសិតតែព្រៃហ្មងទាំងអស់នេះសពព្រៃបើសិនជាធ្វើអានឹងធ្វើអាកន្លែងនឹងឲ្យទៅជាកន្លែងសម្រាប់ការថតរូបមួយទេសភាពមួយសម្រាប់ឲ្យប្រជាពលរដ្ឋយើងបញ្ចេញស្នាមញញឹមហើយអានេះវាជាទឹកតាងជាប្រវត្តិសាស្ត្រថាស្ពានសម័យអង្គរអាចធ្វើឲ្យចំនួនហ្នឹងចំនួនខ្មែរយើងមិនមែនធ្វើទួយទេណាត្រឹមមួយឡានឬក៏មកបោអាតេសគោទេចំនួនហ្នឹងអាតេសគោដំរីទេប៉ុន្តែគាត់មានគំនិតមួយវែងឆ្ងាយមែនទែនហ្មងហើយឥឡូវហ្នឹងចង់បើកស្អីក៏បានដែរនៅតែគាត់អាចទ្រទម្ងន់ខ្មែរយើងសពថ្ងៃបានអានេះមិនពិតជាមិនធម្មតាទេនេះហៅថាគំនិតរបស់ដូនតារបស់យើងគិតវែងឆ្ងាយហើយសពថ្ងៃនេះយើងធ្វើទៅម៉េចឲ្យអាគំនិតដូនតារបស់យើងនេះគេមកដកដូនតារបស់យើងដែលប្រាសាទតាំងពីស្ពានតាំងពីអីទាំងអស់សូមឲ្យវាថិតថេរហើយយើងចូលរួមកសាងទាំងអស់គ្នាកុំមកឈ្នាននេះបំបែកបំបាក់គ្នាអានឹងវាធ្វើឲ្យដូនតារបស់យើងនឹងស្លាប់ទៅហើយបិទក៏ភ្នែកចិត្តដែរឃើញសំណង់ក៏ទៅនេះអត់ដែរចាក់ក្រាស់ស៊ីស្ដើងចាក់ស្ដើងស៊ីក្រាស់ទេមើលទៅបងប្អូននេះពេលនេះអូនអស្ចារ្យណាអស្ចារ្យមែនទែនមកតែយើងនិយាយហើយនិយាយទៀតថាអស្ចារ្យហ្មងអត់អាចអ្វីដែលថាប្រៀបធៀបបានណាបងប្អូនមើលឃើញនោះថ្មបន្ទប់អញ្ចឹងគ្មានប្រើសំងគ្មានប្រើស្អីបៀអីណានៃស៊ីភ្ជាប់អីទេប្រើចំណេះដឹងបែបវិស្វករតែមកមានជំនាញគណិតវិទ្យាតារាសាស្ត្រហើយជំរូបវិទ្យាមិនមែនសុកអាចធ្វើបានទេទោះតែមានចំណេះដឹងហើយអ្នកប្រាជ្ញច្រើនណាស់ហើយបញ្ញវន្តច្រើនណាស់តាំងពីម៉េចអីសីអីសូហើយតែឥឡូវយើងអត់បានទេធ្វើស្ពានក៏ខ្ចីគេស្អីក៏ខ្ចីគេទាល់តែខ្ចីគេខ្ចីបុលគេបានអាចធ្វើបានហើយតែប្រហែលហ្នឹងមុនធ្វើអីមួយនឹងគោះប៉ោតគោះស្គរគោះអីហ្នឹងញ៉ៃតែពីដើមមកអត់អញ្ចឹងទេអញ្ចឹងអរគុណមែនទែនបងប្អូនយើងអរគុណ